សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលពីរបៀបធ្វើស៊ុបឆ្អឹងជំនីជ្រូកពែងប៉ោះទាំងអស់គ្នាគ្រឿងផ្សំសាច់ឆ្អឹងជំនីជ្រូកពែងប៉ោះពោតផ្សិតខ្មៅខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមជីវ៉ាន់ស៊ុយទឹកត្រីម្រេចសស្ករសទឹកស៊ីអ៊ីវទឹកប្រេងខ្យងរបៀបធ្វើយកសាច់ឆ្អឹងជំនីជ្រូកទៅស្រុះជាមួយទឹកក្តៅមើលមួយល្មមរួចលើកឡើងដាក់ចូលទឹកត្រជាក់បន្ទាប់មកទៀតយើងបំពងខ្ទឹមសនិងខ្ទឹមក្រហមរួចហើយយើងដាក់ពែងប៉ោះសាច់ឆ្អឹងជំនីជ្រូកដាក់ពោតផ្សិតខ្មៅទឹកត្រីម្រេចសស្ករសទឹកស៊ីអ៊ីវទឹកប្រេងខ្យងដាក់ទឹកចូលមួយល្មមរួចទុកឲ្យពុះបន្ទាប់មកទៀតយើងដាក់អំបិលបន្តិចបន្ថែមស្លឹកខ្ទឹមជីវ៉ាន់ស៊ុយរួចលើកដាក់ចានជាការស្រេចអរគុណសម្រាប់ការទស្សនាវីដេអូសូមជួយ Subscribe Channel